រដ្ឋមន្ត្រីក្រសួងការបរទេសរបស់ចិនលោកវ៉ាងយីគឺនឹងធ្វើដំណើរទៅប្រទេសកម្ពុជាប្រទេសថៃនិងប្រទេសភូមាដើម្បីជួបប្រជុំនេះបើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន CGTN របស់ចិនបាទ CGTN បានរាយការណ៍ដឹងថាលោកវ៉ាងយីដែលជារដ្ឋមន្ត្រីក្រសួងការបរទេសហើយជាមន្ត្រីដែលមានឥទ្ធិពលខ្លាំងនៅក្នុងរដ្ឋាភិបាលចិនឬក៏នៅក្នុងថ្នាក់ដឹកនាំចិនដោយសារលោកគឺជាសមាជិកម្នាក់នៃការិយាល័យនយោបាយមជ្ឈិមបក្សរបស់ចិនខ្លាំងណាស់ការិយាល័យនយោបាយមជ្ឈិមបក្សក្នុងរបបរចនាសម្ព័ន្ធកុម្មុយនីសគឺខ្លាំងណាស់មានអំណាចអញ្ចឹងគឺលោកនឹងធ្វើដំណើរទៅប្រទេសកម្ពុជាប្រទេសថៃនិងប្រទេសភូមាតាមការអញ្ជើញគឺចន្លោះពីថ្ងៃទី22ដល់26ខែមេសាបាទហើយនេះបើយោងតាមអ្នកនាំពាក្យរបស់ក្រសួងការបរទេសរបស់ចិនបានថ្លែងកាលពីថ្ងៃអង្គារនេះក្នុងអំឡុងពេលទស្សនកិច្ចនេះគឺលោកវ៉ាងគឺនឹងចូលរួមនៅក្នុងកិច្ចប្រជុំជាមួយនឹងរដ្ឋមន្ត្រីការពារជាតិរបស់ចិនគឺលោកតុងយុនជាមួយនឹងកម្ពុជាគឺនៅក្រោមកិច្ចប្រជុំមួយដែលគេហៅថាកិច្ចប្រជុំ 2+2 បាទដែលជាការសន្ទនាតាមបែបយុទ្ធសាស្ត្រមួយរវាងរដ្ឋមន្ត្រីក្រសួងការបរទេសនិងរដ្ឋមន្ត្រីក្រសួងការពារជាតិបាទដែលជាកិច្ចប្រជុំលើកដំបូងនេះបើយោងតាមអ្នកនាំពាក្យរូបនោះបានប្រាប់សន្និសីទសារព័ត៌មានបានប្រាប់សារព័ត៌មានហើយនៅក្នុងប្រទេសកម្ពុជាក៏មានសេចក្តីរាយការណ៍អំពីបញ្ហានេះផងដែរណាបាទគឺមានរាយការណ៍ច្រើនខ្ញុំសូមមិនដកស្រង់មកទាំងស្រុងទេគ្រាន់តែសូមដកស្រង់ពីការរាយការណ៍របស់កាសែត Cambodianes ក៏បាននិយាយអំពីការជួបប្រជុំនឹងដែរហើយគឺតាមរយៈអ្នកនាំពាក្យរបស់ក្រសួងការបរទេសរបស់កម្ពុជានឹងបានឲ្យដឹងថានេះគឺជាការបង្ហាញនៅចំណងតាក់ទងបន្ថែមទៀតកាន់តែរឹងមាំរវាងប្រទេសចិនជាមួយនឹងប្រទេសកម្ពុជាហើយក្នុងអំឡុងពេលនៅក្នុងប្រទេសកម្ពុជានឹងគឺលោកវ៉ាងយីគឺក៏មានកំណត់ជួបសម្ដែងការគួរសមជាមួយនឹងនាយករដ្ឋមន្ត្រីកម្ពុជាលោកហ៊ុនម៉ាណែតហើយជាមួយនឹងប្រធានព្រឹទ្ធសភារបស់កម្ពុជាគឺលោកហ៊ុនសែនផងដែរបាទនេះបើតាមសេចក្តីរាយការណ៍របស់ខាង Cambodianes ដែលគាត់បានរាយការណ៍ឲ្យខ្ញុំដកស្រង់ជូនប៉ុន្តែខ្ញុំសូមមិនដកសងវែងឆ្ងាយទេគាត់ដកសងខ្លីតែប៉ុណ្ណេះឯងរីឯព័ត៌មានទី4វិញទី4វិញគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មាន The Nation បាទសារព័ត៌មាន The Nation គាត់បាននិយាយអំពីខាងភាគីថៃដែលឥឡូវនេះគឺថៃតាមរយៈលោករដ្ឋមន្ត្រីក្រសួងការបរទេសរបស់ថៃគឺលោកសៀស័កភូមិកិតកែវបានលើកឡើងនៅការស្ដីបន្ទោសទៅវិញទេគាត់ស្ដីបន្ទោសកម្ពុជាថាលោកមិនបានឃើញនៅកិច្ចខិតខំប្រឹងប្រែងដោយសុទ្ធចិត្តពីភាគីកម្ពុជានៅក្នុងការធ្វើឲ្យទំនាក់ទំនងល្អប្រសើររវាងប្រទេសទាំងពីរទេបើទោះបីជាថៃបានបោះដៃទៅហើយក៏ដោយនេះបើតាមការអះអាងរបស់លោកសៀស័កភូមិកាត់កែវហើយទៅបានសារព័ត៌មាន The Nation មករាយការណ៍ណាខ្ញុំជឿថាប្រិយមិត្តមួយចំនួនគាត់លើសូរឈ្មោះគាត់នឹងចង់ខឹងបាទប៉ុន្តែកុំអាខឹងគឺខ្ញុំសូមអានរឿងនេះឲ្យចប់សិនការដែលលោកភូមិកាត់កែវលើកបែបនេះគឺលោកបានសម្ដៅទៅលើឧទាហរណ៍មួយដែលចោទថាពាក់ព័ន្ធជាមួយនឹងការជួបប្រជុំរបស់គណៈកម្មការកំណត់ព្រំដែននោះ JBC បាទដែលលោកសៀស័កភូមិកាត់កែវគាត់ចោទថាគឺកម្ពុជាមិនបានពិភាក្សាជាមួយនឹងភាគីថៃជាមុនទេស្រាប់តែសម្រេចដោយឯកតោភាគីខ្លួនឯងអញ្ជើញថៃឲ្យទៅជួបប្រជុំនៅចន្លោះពីថ្ងៃទី17ដល់ថ្ងៃទី25បាទខែមេសានៅក្នុងប្រទេសកម្ពុជាដែលជាការមួយដែលកម្ពុជាធ្វើឡើងដោយឯកតោភាគីដោយមិនបានពិភាក្សាជាមួយនឹងថៃដែលលោកភូមិកាត់កែវចាត់ទុកថានេះគឺជាតាក់ទិចមួយរបស់កម្ពុជានៅក្នុងការដាក់សម្ពាធមកលើប្រទេសថៃបាទគាត់បាននិយាយថាបើតាមសម្ដីរបស់លោកសៀស័កនោះគឺបានឲ្យដឹងថាប្រទេសថៃឥឡូវនេះបានបោះដៃទៅដើម្បីផ្លាស់ប្ដូរនៅទំព័រថ្មី to turn a new page បាទបើកនៅទំព័រថ្មីនៅក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរក៏ប៉ុន្តែលោកនៅតែសម្ដែងការព្រួយបារម្ភអំពីអេរយាប័តរបស់កម្ពុជាថាមិនបានឃើញកាយវិការឆ្លើយតបមកវិញដោយល្អនោះទេ
នេះបើយោងតាមកាសែត The Nation បានរាយការណ៍ហើយសម្ដីរបស់គាត់ផ្ទាល់គឺគាត់និយាយថាខ្ញុំមិនទាន់បានឃើញកិច្ចខិតខំប្រឹងប្រែងដោយសុទ្ធចិត្តពីខាងភាគីរបស់ពួកគេនោះទេខ្ញុំបានឃើញថាពួកគេនៅតែព្យាយាមស្វែងរកអត្ថប្រយោជន៍ជាឯកតោភាគីហើយនឹងព្យាយាមដាក់សម្ពាធទៅលើប្រទេសថៃនៅក្នុងការចរចាគ្នាបាទហើយតកតងជាមួយនឹងការចរចាដែលកម្ពុជាបានស្នើឡើងឲ្យមានកិច្ចប្រជុំ JBC ហ្នឹងគឺលោកបាននិយាយសម្ដីដើមគាត់ថាភ្លាមនោះស្រាប់តែកម្ពុជាបានស្នើឡើងនៅការបរិច្ឆេទនេះហើយស្រាប់តែបញ្ចេញព័ត៌មាននេះឲ្យអ្នកសារព័ត៌មានដឹងតែម្ដងតើនេះជាអ្វីទៅតើនេះជាការមួយប៉ុនប៉ងក្នុងការដាក់សម្ពាធប្រទេសថៃឲ្យចូលទៅក្នុងឆាកមួយដែលគេមើលឃើញថាថៃនោះឯងជាអ្នកមិនចង់ចរចាមែនទេបាទគាត់សួរមកវិញថាកម្ពុជានឹងធ្វើនោះដើម្បីឲ្យមហាជនសារព័ត៌មានមើលឃើញថាថៃមិនមានចេតនាសហប្រតិបត្តិការហើយចំណុចមួយទៀតគឺតាក់ទងជាមួយនឹង MOU 2001ដែលនៅខាងភាគីថៃហៅថា44គឺកិច្ចអនុសារណៈស្ដីពីការយោគយល់អំពីបញ្ហាព្រំដែនខណ្ឌសីមាដែនទឹកវិញម្ដងលោកសៀស័កភួងកតកែក៏បាននិយាយផងដែរថាគឺឥឡូវនេះកិច្ចប្រជុំនឹងកំពុងតែពិនិត្យមើលដើម្បីឲ្យបានច្បាស់ឲ្យដឹងចំណុចអត្ថប្រយោជន៍កាន់តែច្បាស់ដើម្បីដោះស្រាយឆ្លើយតបជាមួយនឹងការព្រួយបារម្ភរបស់សាធារណជនបាទក្នុងគណៈពេលដែលប្រទេសថៃគឺនៅតែអាចចរចាបញ្ហាព្រំដែនទឹកជាមួយនឹងប្រទេសជិតខាងរបស់ខ្លួនដោយមិនចាំបាច់មានក្របខ័ណ្ឌនៃអនុសារណៈស្ដីពីការយោគយល់គ្នានេះក៏ដោយបាទដូចជាលោកបានលើកឧទាហរណ៍ថាក្នុងពេលកន្លងមកគឺថៃបានចរចាជាមួយនឹងម៉ាឡេស៊ីក៏មិនមាន MOU ចឹងដែរបាទគ្រាន់តែចំណាយពេលយូរបន្តិចបាទនេះគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មានរបស់ខាង The Nation តែមកដល់ពេលនេះគឺខ្ញុំមិនទាន់ឃើញខាងកម្ពុជាមានប្រតិកម្មយ៉ាងណានៅឡើយទេចំពោះការចោទប្រកាន់ពីដែលខ្ញុំចាត់ទុកថាជាការចោទប្រកាន់ហើយពីព្រោះអីលោកថាកម្ពុជាចំណុចចោទប្រកាន់ទី1គឺថាលោកគាត់ថាកម្ពុជាមិនបានកិច្ចបង្ហាញកិច្ចខិតខំប្រឹងប្រែងដោយសុទ្ធចិត្តនៅក្នុងការដែលថៃលូកដៃមកដើម្បីផ្លាស់ប្ដូរទំព័រថ្មីនោះទេមកគាត់ថាអញ្ចឹងហើយចំណុចទី2ហ្នឹងគឺគាត់និយាយថាយើងកម្ពុជាហ្នឹងគឺអញ្ជើញឲ្យមកចូលរួមប្រជុំដោយមិនបានពិភាក្សាគ្នាឯកភាពគ្នាទៅលើការបរិច្ឆេទជាមួយនឹងថៃទេហើយស្រាប់តែផ្ញើដំណឹងនេះទៅឲ្យសារព័ត៌មានបានដឹងជាការមួយដាក់សម្ពាធទៅលើថៃតែម្ដងបាទអញ្ចឹងដូច្នេះយើងចាំមើលតើខាងពីកម្ពុជានឹងឆ្លើយតបយ៉ាងម៉េចផងដែរហើយព័ត៌មានទី5នេះគឺជាខ្ញុំដកស្រង់ពីក្នុងសេចក្តីរាយការណ៍តែមួយរបស់កាសែត The Nation ហ្នឹងដែលនៅក្នុងជាឱកាសហ្នឹងគឺលោកសៀស័កភូមិកិតកែគាត់បានបង្ហាញនៅគេថាគោលនយោបាយការបរទេសរបស់ថៃចំនួន4ចំណុចដែលថាជាសសរស្តម្ភរបស់ថៃចំនួន4ចំណុចតើចំនួន4ចំណុចហ្នឹងគឺយ៉ាងណាសម្រាប់អ្នកដែលចាប់អារម្មណ៍ទៅលើការសិក្សាអំពីបញ្ហាការទូតគោលនយោបាយការបរទេសហើយនឹងក៏អ្នកដែលចង់ដឹងអំពីការវិវត្តទៅពេលខាងមុខថាតើថៃនឹងមានតាក់ទិចយ៉ាងណានៅក្នុងការប្រើគោលនយោបាយការបរទេសរបស់ខ្លួនបាទអញ្ចឹងខ្ញុំញែករឿងនេះចេញដាច់ដោយឡែកដើម្បីជាផលប្រយោជន៍របស់ប្រិយមិត្តទាំងអស់គ្នានៅក្នុងការលើកឡើងរបស់លោកសៀស័កភូមិកិតកែវដែលត្រូវបានសារព័ត៌មាន The Nation យកមកចុះផ្សាយនោះគឺលោកបានញែកនៅគោលនយោបាយការបរទេសថៃថ្មីក្រោមរដ្ឋបាលលោកអនុทิនដែលមានលោកភូមិកិតកែវជារដ្ឋមន្ត្រីក្រសួងការបរទេសនេះគឺចំនួន4ធំចំណុចទី1លោកថាគឺត្រូវមានយុទ្ធសាស្ត្រសម្រាប់គោលនយោបាយការបរទេសហ្នឹងគឺលោកថាមិនអាចធ្វើការឆ្លើយតបបញ្ហាអ្វីមួយទៅតាមស្ថានភាពប្រចាំថ្ងៃបានទេគឺបានន័យថាមានយុទ្ធសាស្ត្រធំទូលាយមួយក្នុងរយៈពេល5ឆ្នាំហ្នឹងតើត្រូវធ្វើយ៉ាងម៉េចដូច្នេះជាពិសេសក្នុងការដោះស្រាយបញ្ហាការគ្រប់គ្រងបញ្ហាវិបត្តិដែលនឹងកើតមានឡើងតើត្រូវដោះស្រាយយ៉ាងម៉េចជួបស្ថានភាពយ៉ាងម៉េចបាទហើយគឺលោកថាមកដល់ពេលនេះគឺគោលស្ថានភាពនយោបាយនៅក្នុងប្រទេសថៃ
គឺមានស្ថិរភាពល្អមិនដូចក្នុងពេលអតីតកាលកន្លងមកទេដែលមើលទៅស្ថិរភាពរបស់រដ្ឋាភិបាលហាក់ដូចជារង្គោះរង្គើដូចថារញីរញ័រមិននឹងថឹងដូចជាពេលបច្ចុប្បន្ននេះទេបើតាមប្រសាសន៍របស់លោកសៀសភូមិកតកៅលោកថាគឺយើងមិនអាចនឹងអនុញ្ញាតឲ្យព្រឹត្តិការណ៍ណាមួយកើតឡើងបានតាមស្ថានភាពយើងរត់តាមស្ថានភាពពីមួយថ្ងៃទៅមួយថ្ងៃនេះទេគឺយើងត្រូវតែមានយុទ្ធសាស្ត្រទូលំទូលាយមួយដែលជាយុទ្ធសាស្ត្រមួយដែលបង្ហាញនៅលទ្ធផលថាយើងចង់បានអ្វីនៅក្នុងអាណត្តិរបស់លោកអនុทิននេះបាទនឹងចំណុចទី1ណាប្រិមិត្តបាទសសរស្តម្ភទី1គាត់ថាត្រូវមានយុទ្ធសាស្ត្រសម្រាប់រយៈពេលវែងក្នុងពេលអាណត្តិរបស់គាត់នេះគឺមិនរត់តាមស្ថានភាពទេសសរស្តម្ភទី2ដែលលោកសៀសភូមិកតកៅលើកឡើងគឺគាត់ថាត្រូវធ្វើយ៉ាងណាបង្ហាញល្បឿនឲ្យទាន់សភាពការតែម្ដងបាទលោកបាននិយាយថានៅក្នុងពិភពលោកមួយដែលមានការផ្លាស់ប្ដូរយ៉ាងរហ័សហើយមិនធម្មតាទៀតគឺក្នុងនេះគាត់សម្ដៅទាំងនៅលើពិភពលោកតែម្ដងជាមួយនឹងសហរដ្ឋជាមួយនឹងបាទដែលពិភពលោកការវិវត្តអ្វីមួយស្ថានភាពលឿនរហ័សតែម្ដងហ្នឹងគឺក្រសួងការបរទេសរបស់ថៃនឹងត្រូវតែមានសមត្ថភាពគឺមិនត្រឹមតែតាមឲ្យទាន់នៅសភាពការនៅទូទាំងពិភពលោកនោះទេក៏ប៉ុន្តែត្រូវធ្វើយ៉ាងណាឲ្យដើមមុនសភាពការឲ្យបានផងដែរបាទគឺថាមានរឿងអ្វីទៅដឹងត្រៀមរួចមុនថាទៅយ៉ាងណាឧទាហរណ៍ថាខ្ញុំលើកឧទាហរណ៍ណាក្នុងនេះគឺគេអត់ឲ្យទេគឺប៉ុន្តែខ្ញុំយល់អ្វីដែលគាត់និយាយគឺចង់ឧទាហរណ៍ថាឥឡូវនេះគឺរវាងច្រកហូម៉ូសការប្រយុទ្ធគ្នារវាងសហរដ្ឋអាមេរិកជាមួយនឹងអ៊ីរ៉ង់បើការចរចាមិនអាចកើតឡើងនៅសប្តាហ៍នេះដូច្នេះស្ថានភាពវាជ្រៀងទៅដល់ការបិទច្រកហូម៉ូសអញ្ចឹងដើម្បីក្នុងករណីដែលបិទច្រកហូម៉ូសតើវាមានប៉ះពាល់យ៉ាងម៉េចទៅលើប្រទេសថៃត្រូវរៀបផែនការនឹងមុនសម្រាប់ដាក់ឲ្យដឹងឲ្យហើយដល់ហើយទំនាក់ទំនងទៅដល់គ្រប់ស្ថាប័នសម្រាប់ត្រៀមខ្លួនផងដែរអញ្ចឹងដូច្នេះបានន័យថាទៅវិភាគសភាពការជាមុនគាត់ថា stay ahead of the world events បាទអញ្ចឹងគឺចំណុចទី2គឺលបឿនបាទទៅលបឿនហ្នឹងគឺចំណុចកលឹះសំខាន់គឺបានន័យថាទៅដើរមុនសភាពការឲ្យបានវិភាគឲ្យមុនសភាពការសសរស្តម្ភទី3របស់យុទ្ធសាស្ត្ររបស់គោលនយោបាយរបស់លោកភូមិកតកៅនោះគឺត្រូវមានគេថាសង្កត់ភាពនេះគឺបានភាពស៊ីសង្វាក់គ្នានៅក្នុងគោលនយោបាយការបរទេសហ្នឹងបាទនៅក្នុងនេះគាត់ចង់បាននិយាយថាគឺគេថាសង្កត់ភាពនៃគោលនយោបាយការទូតឬក៏ភាពស៊ីសង្វាក់គ្នានៃគោលនយោបាយការទូតបាទ diplomacy of coherence គឺមានន័យថាការសម្រេចចិត្តណាក៏ដោយពាក់ព័ន្ធជាមួយនឹងគោលនយោបាយការបរទេសគឺត្រូវតែដែលទាមទារឲ្យមានក្រសួងមន្ទីរជាច្រើនចូលរួមពាក់ព័ន្ធនោះគឺត្រូវតែមានការសម្របសម្រួលគ្នាធ្វើសង្កត់កម្មជាមួយគ្នានឹងឲ្យវាស៊ីសង្វាក់គ្នាតែម្ដងដោយលើកឧទាហរណ៍លោកថាដូចជារវាងក្រសួងការពារជាតិហើយនិងក្រសួងការបរទេសគឺយ៉ាងម៉េចយ៉ាងម៉ាគោលនយោបាយនិយាយចេញឲ្យស្របគ្នាបាទមកដល់ពេលចំណុចហ្នឹងប្រិយមិត្តនៅចាំបានទេកាលពីរដ្ឋបាលរបស់លោកអនុทิនបដិអាសន្នមុនហើយមុនលោកអនុทิនទៀតហ្នឹងក្រសួងការបរទេសនិយាយផ្សេងក្រសួងការពារជាតិនិយាយផ្សេងបាទគឺរដ្ឋមន្ត្រីក្រសួងការពារជាតិនិយាយចេះមេបញ្ជាការនៅភូមិភាគនិយាយផ្សេងបាទដូច្នេះគឺយើងពេលហ្នឹងប្រិមិត្តដែលមើលឃើញអ្នកដែលតាមដានសភាពការពេលហ្នឹងយើងមើលឃើញថាថៃគឺនិយាយសម្ដី2 3អត់មានការសម្របសម្រួលគ្នានោះទេឥឡូវហ្នឹងគឺលោកសៀសភូមិកតកៅគាត់លើកឡើងចំណុចហ្នឹងថាត្រូវមានបាទសង្កត់កម្មបាទរវាងក្រសួងការបរទេសហើយនិងក្រសួងការពារជាតិរបស់ថៃដើម្បីបានជួបគ្នាហ្នឹងបាទចាអង់គ្លេសប្រើពាក្យ coherence បាទចឹងទី1គឺ strategy ទី2គឺ speed ទី3គឺ coherence បាទត្រូវមានចំណុចហ្នឹងហើយទី3ស្រួលចាំគឺរវាងក្រសួងការពារជាតិនិងក្រសួងការបរទេសចំណុចទី4តើអ្វីទៅជាចំណុចទី4ចំណុចទី4គឺការទំនាក់ទំនងបាទ communication
ការតំណាក់តំណងតែម្ដងជាសសរស្តម្ភទី4និងចុងក្រោយនៅក្នុងគោលនយោបាយការបរទេសរបស់ថៃគឺលោកសៀស័កបានបញ្ជាក់ថានៅក្នុងសង្គមប្រជាធិបតេយ្យគឺគោលនយោបាយការបរទេសគឺមិនអាចធ្វើឡើងដោយបិទទ្វារទូទេគាត់ចង់ធ្វើឡើងដោយមានតម្លាភាពគឺបានន័យថាមហាជនត្រូវតែដឹងអ្វីដែលរដ្ឋាភិបាលកំពុងធ្វើតំណាងឲ្យពួកគេនឹងអញ្ចឹងគេត្រូវតែដឹងតើគោលនយោបាយការបរទេសរបស់ថៃនេះប៉ះពាល់ទៅដល់ជីវភាពរបស់ប្រជាពលរដ្ឋយ៉ាងណាក៏ដោយគឺសំខាន់លោកថាត្រូវមានតម្លាភាពហើយគឺជាថ្នាំព្យាបាលដ៏មានប្រសិទ្ធភាពមួយក្នុងការទប់ស្កាត់នៅការផ្សព្វផ្សាយនៅព័ត៌មានคล้ายៗនិងព័ត៌មានមិនពិតនៅក្នុងប្រតិបត្តិការរបស់រដ្ឋាភិបាលដើម្បីកុំឲ្យមានការយកគោលនយោបាយការបរទេសនឹងមកពិភាក្សាគ្នាដោយខុសឆ្គងគឺជាឧទាហរណ៍ក្នុងនេះអត់មានប៉ុន្តែខ្ញុំជូនឧទាហរណ៍ដូចជាគាត់ថានយោបាយការបរទេសរបស់ថៃទៅធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋបានដឹងពីព្រោះដើម្បីប៉ះពាល់របស់ប្រជាពលរដ្ឋឧទាហរណ៍ដូចគាត់និយាយថាឥឡូវនេះគឺយើងត្រូវបិទទ្វារបិទច្រកព្រំដែនជាមួយនឹងកម្ពុជាដូច្នេះតើវាប៉ះពាល់ទៅដល់ប្រជាពលរដ្ឋថៃយ៉ាងម៉េចអញ្ចឹងដូច្នេះគាត់ត្រូវតែតំណាក់តំណងដើម្បីឲ្យផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋថៃហ្នឹងគាត់បានដឹងអញ្ចឹងបាទនេះគឺជាអ្វីដែលគាត់ចង់និយាយបាទអញ្ចឹងចាំបានទេទី1គឺ strategy យុទ្ធសាស្ត្រទី2គឺ speed លឿនបានន័យថាត្រូវដឹងសភាពការបានមុនទី3គឺ coherence បាទគឺបានន័យថារវាងក្រសួងការបរទេសក្រសួងការពារជាតិនោះទៅនិយាយសម្ដីតែមួយហើយនៅចុងក្រោយគឺ communication គឺការទំនាក់ទំនងផ្សព្វផ្សាយទៅឲ្យប្រជាជនបានដឹងបាទនេះគឺជាអ្វីដែលថៃបានដាក់ចេញជាសសរស្តម្ភទាំង4នៃគោលនយោបាយការបរទេសក្រោមការដឹកនាំក្រសួងរបស់លោកសៀស័កភួងគិតកែវបាទចាសសូមអរគុណប្រិយមិត្តទាំងអស់គ្នាដែលបានចូលមកស្ដាប់ព័ត៌មានទាំងអស់នៅក្នុងកម្មវិធីនេះ